អ៊ីស្រាអែលប្រកាសដាក់កម្លាំងយោធាក្នុងកម្រិតអាសន្នខ្ពស់ក្នុងគ្រាកំពុងកើនឡើងកម្ដៅជាមួយនឹងអ៊ីរ៉ង់យោងតាមទីភ្នាក់ងារចិនស៊ីនហួរចេញផ្សាយនៅថ្ងៃទី14ខែមករាឆ្នាំ2026បានឲ្យដឹងថាកាលពីថ្ងៃអង្គារទី13ខែមករាឆ្នាំ2026អ៊ីស្រាអែលបានកែសម្រួលការដាក់អូរ៉េការពារដែនអាកាសរបស់ខ្លួននិងបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនខណៈដែលខ្លួនបង្កើនការត្រៀមលក្ខណៈសម្រាប់ការកើនឡើងដែលអាចកើតមានជាមួយនឹងអ៊ីរ៉ង់ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថាគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយបានកោះប្រជុំសម្រាប់កិច្ចប្រជុំដែលបានគ្រោងទុកពីមុនដើម្បីពិភាក្សាអំពីការអភិវឌ្ឍទាក់ទងនឹងប្រទេសអ៊ីរ៉ង់វិទ្យុកងទ័ពរបស់អ៊ីស្រាអែលបានរាយការណ៍ថាកងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថា IDF បានបង្កើនការត្រៀមខ្លួនសម្រាប់ជួរនៃសេណារីយ៉ូការកើនឡើងសក្តានុពលដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់និងបានដាក់ទម្រង់យោធាជាច្រើននៅលើការប្រុងប្រយ័ត្នខ្ពស់ទូរទស្សន៍ឯកជនខាន់ក៏បាននិយាយដែរថាការផ្លាស់ប្ដូរត្រូវបានធ្វើឡើងចំពោះប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល24ម៉ោងចុងក្រោយនេះរួមទាំងការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់ Iron Dome ផងដែរដោយលើកឡើងពីមន្ត្រីអ្នកនយោបាយបាននិយាយថាអ៊ីស្រាអែលវិតម្លៃថាអ៊ីរ៉ង់ទំនងជាមិនពីប្រហារអ៊ីស្រាអែលទេលុះត្រាតែសហរដ្ឋអាមេរិកធ្វើការវាយប្រហារទ្រង់ទ្រាយធំលើទឹកដីអ៊ីរ៉ង់បាទពុកម៉ែបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺជាព័ត៌មានអន្តរជាតិដែលទាក់ទងនឹងប្រទេសអ៊ីស្រាអែលប្រកាសដាក់កម្លាំងយោធានៅក្នុងកម្រិតអាសន្នខ្ពស់ក្នុងគ្រាដែលពួកគេមានការឡើងកម្ដៅជាមួយនឹងអ៊ីរ៉ង់អញ្ចឹងគឺឃើញថាមួយរយៈចុងក្រោយនេះគឺពិភពលោករបស់យើងគឺមានការកើនឡើងកម្ដៅមែនទែនពាក់ព័ន្ធទៅនឹងមហាអំណាចធំកំពុងតែសម្រាប់អ៊ីសិកដុំដាក់គ្នាហើយផ្នែកសភាវុធដូចជាកងទ័ពតែមិនដឹងថាទៅមុខទៀតវានឹងទៅជាយ៉ាងណាទេប៉ុន្តែក៏សង្ឃឹមថាវានឹងមានសន្តិភាពមិនមានសង្គ្រាមកើតឡើងទៅចោះព្រោះបងប្អូនដឹងហើយថាបើសិនជាមានសង្គ្រាមគឺគ្មានផលចំណេញអីទេដូចជាកម្ពុជាជាមួយថៃបច្ចុប្បន្ននេះអញ្ចឹងស្អត់មានបានអីមកវិញទេនិយាយតែការខាត់បងគេសងខានអញ្ចឹងព័ត៌មានយើងក៏ដូចជាឈានមកដល់ទីបញ្ចប់ហើយដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនានិងស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe និងចុច Like មួយផងប្រសិនបើទស្សនានៅលើ Facebook សូមជួយចុច Follow Page និងចុច Like មួយផងសូមអរគុណសូមជម្រាបលា